ព្រឹកថ្ងៃពុធ2រោចខែមិញឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងយុវជនគណៈបកប្រជាជនកម្ពុជារស់នៅតាមបណ្ដារដ្ឋនានាក្នុងតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការគូសំនិងសមាសនាក្នុងឱកាសដែលអស់លោកលោកស្រីមានវត្តមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសកំណើតរបស់ខ្លួនក្នុងឱកាសជួបសម្ដែងស្នានេះសម្ដេចតេជោបានសម្ដែងនៃការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់បងប្អូនថ្នាក់ដឹកនាំសាខាបកនិងយុវជនគណៈបកប្រជាជនកម្ពុជានៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកទាំងអស់បើទោះបីជាត្រូវរស់នៅឆ្ងាយពីមាតុភូមិប៉ុន្តែនៅតែរក្សាបាននៅមនសិការស្នេហាជាតិនិងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍលើសពីនេះសម្ដេចតេជោក៏បានអរគុណថ្នាក់ដឹកនាំសាខាបកយុវជនបកដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសិកនៅតាមព្រំដែនតាមរយៈការនាំយកអំណោយជារបស់របរប្រើប្រាស់និងថវិកាតិចក្តីច្រើនក្តីមកជូនដល់បងប្អូនប្រជាជនភៀសសិកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាពនានាដែលនេះគឺជាការបង្ហាញអំពីការឈឺឆ្អាលរបស់បងប្អូនចំពោះប្រជាជនភៀសសិកបើទោះបីជាបងប្អូនរស់នៅឆ្ងាយឯនីសមុទ្រក្តីក៏ប៉ុន្តែមនោសញ្ចេតនាស្រឡាញ់ប្រទេសជាតិដ៏ជ្រាលជ្រៅនិងមនសិការជាតិនិយមគឺដកជាប់ក្នុងបេះដូងរបស់បងប្អូនគ្រប់ពេលវេលាសម្ដេចតេជោក៏បានផ្ដាំផ្ញើឲ្យបងប្អូនទាំងអស់បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឲ្យកាន់តែរឹងមាំនិងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតតាមរយៈសកម្មភាពមនុស្សធម៌និងការងារសង្គមផ្សេងៗជំនួបស្នេហ៍ស្នាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្នាលនិងពោពេញដោយសាមគ្គីភាពហើយមុនបញ្ចប់សម្ដេចតេជោហ៊ុនសែនក៏បានប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលជូនបងប្អូនសមាជិកាយុវជនគណៈបកទាំងអស់ដែលបានមកពីសហរដ្ឋអាមេរិកសូមឲ្យទទួលបាននៅសុខភាពល្អជោគជ័យគ្រប់ភារកិច្ចទាំងការងារបកក៏ដូចជាការប្រកបរបរទទួលទានក្នុងជីវភាពគ្រួសាររបស់ខ្លួន